មជ្ឈដ្ឋានជុំវិញខ្លួនយើងសំខាន់មជ្ឈដ្ឋានជុំវិញខ្លួនសំខាន់ណាស់អានឹងបងឯងត្រូវចាំមជ្ឈដ្ឋានជុំវិញខ្លួនយើងអាចមានឥទ្ធិពលមកលើយើងខ្លាំងណាស់ជាពិសេសលើមនុស្សដែលមិនទាន់មានភាពចាស់ទុំគំនិតបងឯងចាប់ពាក្យបងឲ្យបានណាអញ្ចឹងបានបងប្រាប់ថាបាននៅកន្លែងធ្វើការបងឯងនឹងមានមនុស្សតុកសិចច្រើនបងឯងចេញទៅទុកឲ្យគាត់តុកសិចគ្នាគាត់ហ្នឹងទៅបើមានតិចតួចព្យាយាមចាត់ចែងគុំនៅក្បែរគាត់ពេកអាហ្នឹងឲ្យយល់អ្វីដែលបងចង់ប្រាប់ចុងក្រោយអំពីប្រធានបទដែលយើងពូជជែកគ្នាធ្វើការក្បែរមនុស្សតុកសិចបងឯងត្រូវយល់ថាបើបងឯងនៅក្នុងក្រុមណាមិនយូរទេភាគរយច្រើនបងឯងនឹងคลายទៅជាក្រុមហ្នឹងคลายទៅជាសមាជិកនៃក្រុមហ្នឹងអញ្ចឹងបានពីក្មេងក៏បងធ្លាប់ឮដែរលោកគ្រូអ្នកគ្រូផ្ដាំច្បាស់កាលបងនៅរៀនតូចអីតែងតែផ្ដាំសិស្សថាលោកគ្រូអ្នកគ្រូណាតែងតែផ្ដាំសិស្សថាសុំឲ្យប្រយ័ត្នការសេពគប់កាលពីបងនៅក្មេងបងមិនសូវយល់ដែរប៉ុន្តែបន្ទាប់ពីប្រឡូកក្នុងជីវិតរៀងប្រឡូកក្នុងជីវិតឥឡូវហ្នឹងអាយុក្បែរ40យល់រឿងនឹងច្បាស់ហ្មងបើឧបមាបងឯងមិនមែនជាមនុស្សផឹកហើយបងឯងដើរជាមួយមនុស្សផឹកបងឯងនឹងคลายទៅជាសមាជិកថ្មីរបស់ក្រុមហ្នឹងជឿមិនជឿសាកប៉ុន្តែមិនបាច់សាកទៅដឹងហើយបើសាកចេះវិញបើបងឯងមិនមែនជាមនុស្សចង់ចេះចង់ដឹងបងឯងទៅរកក្រុមណាប៉ុន្តែពិបាកចូលបន្តិចទៅរកក្រុមណាដែលគេចង់ចេះចង់ដឹងចង់អភិវឌ្ឍខ្លួនបងឯងនឹងคลายទៅជាសមាជិកម្នាក់ទៀតនៃក្រុមចង់ចេះចង់ដឹងមិនមែនចង់ចេះចង់ដឹងរឿងគេណាចង់ចេះចង់ដឹងចង់អភិវឌ្ឍខ្លួនចង់មិនចង់គឺគេទាញបងឯងទៅហ្មងទៅកន្លែងកាហ្វេអង្គុយជុំគ្នានិយាយពីចំណេះដឹងនិយាយពីព័ត៌មានថ្មីដែលអាចអភិវឌ្ឍខ្លួននិយាយពីវិធីសាស្ត្រធ្វើម៉េចឲ្យរីកចម្រើនយូរទៅបងឯងស្ដាប់ហើយនិយាយខ្លះស្ដាប់និយាយខ្លះបងឯងនឹងคลายទៅជាមនុស្សក្រុមហ្នឹងអញ្ចឹងការសេពគប់សំខាន់កុំឲ្យឆ្ងាយពេកបងបកមកវិញរឿងពេលដែលយើងនៅក្នុងវ័យ30ឆ្នាំចុះនេះហើយយើងកំពុងតែស្រេកឃ្លានចង់បានការអភិវឌ្ឍជាពិសេសសម្រាប់បន្ទាប់ពីវ័យ30ហើយជាពិសេសបន្ទាប់ពីមានគ្រួសារហើយព្រោះអាហ្នឹងវារៀងមានទំនួលខុសត្រូវរៀងខ្ពស់បន្តិចប្រយ័ត្នបំផុតរឿង surrounding មជ្ឈដ្ឋានជុំវិញមជ្ឈដ្ឋានជុំវិញរបស់យើងគឺសំខាន់ណាស់ពួកឯងជ្រើសឲ្យបានល្អហើយបើមិនល្អឧទាហរណ៍មជ្ឈដ្ឋានហ្នឹងមិនល្អឬមិនសូវល្អពួកឯងត្រូវប្រយ័ត្នឲ្យមែនទែនហ៊ានតែប្រហែសបន្តិចពួកឯងប្រហោងហើយបងអត់ទៅប្រហោងជាមួយឯងទេបងហៅតែប្រាប់ក្នុងស្រុកខ្មែរយើងឬក៏ដូចតែយើងមិនបាច់ចាប់បាច់និយាយថាស្រុកខ្មែរស្រុកផ្សេងក៏អាចមានដែរណាប្រទេសផ្សេងណាបច្ចុប្បន្ននេះបងឃើញមានមនុស្សដូចថាទុនជ្រាយក៏ច្រើនមនុស្សដែលតូទុនជាមួយនឹងស្ថានភាពហ្នឹងក៏ច្រើនមនុស្សដែលគេហៅស្ថានភាពហ្នឹងវាដូចថាមិនសូវល្អហើយគាត់តូទុនគាត់ត្រេតទៅតាមស្ថានភាពហ្នឹងទៀតក៏ច្រើនមនុស្សដែលមិនកំពុងធ្វើកិច្ចការងាររីកចម្រើនហ្នឹងច្រើនទៅបងអត់ដឹងថាមូលហេតុអីដែរអញ្ចឹងបានបងព្យាយាមប្រាប់រឿងមនុស្សតុកសិចនេះដែលបងបានប្រាប់អាការៈមួយចំនួនមានដូចជាដ្រាម៉ាមានដូចជាចំណែនឈ្នានេះមានដូចជាចូលចិត្តនិយាយរឿងឥតប្រយោជន៍អីហ្នឹងបងអត់លើកទឹកចិត្តឲ្យយុវជនទៅអញ្ចឹងហើយបងលើកទឹកចិត្តឲ្យយុវជនធ្វើរឿងដែលមានប្រយោជន៍ស្ដាប់តន់ណាពេលដែលយុវជនធ្វើរឿងមានប្រយោជន៍យុវជនคล้ายទៅជាមនុស្សមានប្រយោជន៍ហើយពេលដែលមនុស្សមានប្រយោជន៍កើតមាន
កាន់តែច្រើនក្នុងប្រទេសកម្ពុជាប្រទេសយើងខ្លាំងឬក៏រីកចម្រើនមិនចឹងព្រោះយើងនិយាយពីធនធាននៃប្រទេសគឺប្រជាជនយុវជនហើយបើធនធានយើងរលួយដោយទំពាំងស្នងរស័យបើទំពាំងហ្នឹងមិនមែនទំពាំងស្នងរស័យទំពាំងស្នងខជើងជ្រូកអាហ្នឹងពិបាកសរុបមកវិញបើប៉ុណ្ណេះចូលទៅកន្លែងការងារមួយរកឃើញថាសម្បូរទៅដោយមនុស្សតុកស៊ីកកុំនៅបើប៉ុណ្ណេះចូលទៅកន្លែងការងារមួយហើយក្នុងនឹងមានមនុស្សតុកស៊ីកមួយចំនួនតូចបងអត់ទាន់លើកទឹកចិត្តឲ្យចេញភ្លាមទេប៉ុន្តែការពារខ្លួនឯងអាចថារៀនទប់ទល់បន្តិចហ្នឹងហើយរៀនទប់ទល់ការពារកុំឲ្យអាភាពតុកស៊ីកនេះឆ្លងវាគ្មានប្រយោជន៍ទេណាហើយត្រូវចាំដាច់ខាតទៅកន្លែងណាក៏ដោយ surrounding មជ្ឈដ្ឋានជុំវិញសំខាន់ណាស់